ជំរាបសួរលោកគ្រូខ្ញុំមកជាមួយជាវិជ្ជការមកពីក្រុម ISU 10ហើយថ្ងៃនេះខ្ញុំមកធ្វើការងារ midterm និយាយអំពីក្រុម permission ជាដំបូងខ្ញុំ login ចូល Ubuntu ខ្ញុំសិនតើហើយខ្ញុំ check IP របស់ខ្ញុំឬហើយខ្ញុំ connect ចូលជាមួយនឹង SSH PowerShell password អូខេនេះខ្ញុំបាន connect ចូល SSH ហើយចំពោះចំណុចទី1គឺ create group developer UX UI ដំណើរយើងទៅសេវា sudo add developer យើងមកបង្កើតក្រុម3 developer password ហើយទី2គឺ UX UI sudo group add UX UI ហើយមួយទៀតគឺ group develop sudo group add enter មកហើយចំពោះទី2គឺ delete developer group ចំណុចមួយនេះគឺខ្ញុំលុប group developer ហើយ bracket ដើម្បីបញ្ជាក់ថា group developer ហ្នឹងมันមានក្នុង system ទៀតទេអញ្ចឹងយើងវាយពាក្យ sudo group developer cat etc group developer នេះពាក្យ sudo ហើយចំណុចទី3គឺខ្ញុំ create បន្ទាប់ពីខ្ញុំលុបរួចខ្ញុំនឹងបង្កើតក្រុម developer ឡើងវិញហើយបង្ហាញក្រុមនេះនៅ file etc group អញ្ចឹងយើងវាយពាក្យ sudo group add developer cat etc group developer នេះគឺ developer របស់ខ្ញុំគឺ x 1005ហើយចំពោះចំណុចទី4គឺខ្ញុំ create file គឺខ្ញុំបង្កើត file ចំនួន3ដែលប្រើ command touch developer process text process touch UX UI process text touch một tiết process touch
ហើយចំណុចទី5គឺ list as long text ចំណុចនេះគឺខ្ញុំប្រើ ls.l ដើម្បីបង្ហាញ file ជាទម្រង់ long list ដែលមាន permission owner និង group អញ្ចឹងយើងឲ្យ comment ដើម្បីឆែកមើលទៅនេះគឺចំណុចរបស់ខ្ញុំដែលបង្កើតមុនហ្នឹង developer process text default process text ហើយចំពោះចំណុចទី6ចំណុចទី6គឺខ្ញុំបដូរ permission របស់ file ទាំងអស់ទៅជាលេខជា755អញ្ចឹងយើងវាយ comment cx develop process dot text UX UI processមួយទៀត default process tag on ហើយចំណុចទី7គឺខ្ញុំបង្ហាញ list នេះគឺត្រង់ដែលខ្ញុំបានធ្វើមិនហើយចំណុចទី8ចំពោះចំណុចទី8គឺ developer និង UX UI គឺខ្ញុំកំណត់ file default process text ឲ្យមានគ្រប់ជា default និង permission 750ដូច្នេះគ្រប់ developer និង UX UI មិនអាច access file នេះបានទេអញ្ចឹងយើងសរសេរពាក្យយើងសរសេរ comment មកគឺ sudo root process so text អូខេហើយចំណុចទី9នេះគឺ permission 750មានតែ owner ទេដែលនឹង default group ប៉ុណ្ណោះដែលអាច access file default process text ដូច្នេះ developer និង UI មិនអាច access បានទេ is no access file គឺ cannot access អញ្ចឹងយើងសេះ comment នេះមក s default process dot txt ខ្ញុំបានបង្ហាញរួចហើយសរុបមកលំហាត់នេះបង្ហាញពី SS Connect Group Management File Creation និង File Permission សូមអរគុណលោកគ្រូ